សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនឹងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃស្លឹកត្រចៀកក្រាញ់ស្លឹកត្រចៀកក្រាញ់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងអាហារូបត្ថម្ភនិងជាឱសថបុរាណវាបង្ហាញពីតម្លៃអាហារូបត្ថម្ភខ្ពស់និងត្រូវបានគេសន្មតថាមានអត្ថប្រយោជន៍សុខភាពជាច្រើនតម្លៃអាហារូបត្ថម្ភស្លឹកត្រចៀកក្រាញ់ជាប្រភពនៃសារធាតុចិញ្ចឹមដ៏សម្បូរបែបតាមព័ត៌មានដែលគេជឿទុកចិត្តវាមានគ្រឿងជាតិចិញ្ចឹមសំខាន់ដូចជាវីតាមីន A និងបេតាការ៉ូទីនមានច្រើនបេតាការ៉ូទីនត្រូវបានគេសន្មតថាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកវីតាមីន B រួមមាន B1 B2 B6 និងជាតិហ្វូលិកវីតាមីន C ជាអង់ទីអុកស៊ីដង់សារធាតុរ៉ែកាល់ស្យូមសូដ្យូមសារធាតុផ្សេងៗទៀតសារធាតុពីរីនអាមីណូអាស៊ីតនិងជាតិក្រចាក់ Fiber អត្ថប្រយោជន៍សុខភាពដែលគេជឿទុកចិត្តស្លឹកត្រចៀកក្រាញ់ត្រូវបានគេប្រើប្រាស់តាមបែបប្រពៃណីដើម្បីជួយបន្សាបឬព្យាបាលបញ្ហាសុខភាពផ្សេងៗខាងក្រោមនេះជាការប្រមូលផ្ដុំអត្ថប្រយោជន៍ទាំងនោះតាមប្រព័ន្ធកាយវិភាគសាស្ត្រប្រព័ន្ធរំលាយអាហារជួយកម្ចាត់ជាតិហ្គាសនិងអាស៊ីតក្នុងក្រពះព្យាបាលដំបៅក្រពះជួយបន្សាបការទល់លាមកសម្អាតក្រពះនិងជួយសម្រួលនោមទាស់ប្រព័ន្ធប្រសាទបំប៉នខួរក្បាលនិងបង្កើនការចងចាំជួយទប់ស្កាត់ការវង្វេងវង្វាន់នៃមនុស្សជារាធ្វើឲ្យសុខភាពផ្លូវចិត្តប្រសើរឡើងដូចជាជំនួយលើជំងឺធ្លាក់ទឹកចិត្តនិងថប់អារម្មណ៍ប្រព័ន្ធបេះដូងនិងឈាមគ្រប់គ្រងនិងបន្ថយសម្ពាធឈាមខ្ពស់បំប៉នបេះដូងខ្សោយបំប៉នឈាមជួយខាត់ឈាមដោយសារវីតាមីន K ប្រព័ន្ធផ្សេងទៀតបង្កើនភាពស៊ាំនៃរាងកាយព្យាបាលឈឺបំពង់កនិងជំងឺក្អកព្យាបាលជំងឺសើស្បែកជួយព្យាបាលដំបៅប្រភេទផ្សេងបំបត្តិការឈឺសន្លាក់និងភាពអស់កម្លាំងបន្ថយ stress និងកម្ដៅក្នុងខ្លួនជំនួយដល់ភ្នែកវិធីប្រើប្រាស់ជាទូទៅស្លឹកត្រចៀកក្រាញ់អាចត្រូវបានប្រើប្រាស់ក្នុងទម្រង់ផ្សេងគ្នាធ្វើជាភេសជ្ជៈគេអាចប្រើស្លឹកនិងផ្នែកផ្សេងទៀតនៃដើមក្រឡុកចំហុយជាមួយទឹកហើយផ្អាប់ដោយទឹកស្ករភេសជ្ជៈនេះគួរទុកក្នុងទូទឹកកកហើយមិនគួរទុកលើសពី2ថ្ងៃទេប្រើក្នុងអាហារត្រូវបានប្រើក្នុងការកែច្នៃជាទឹកផ្លែឈើនិងផលិតផលអាហារផ្សេងប្រើខាងក្រៅកាកស្លឹកដែលសល់ពីការធ្វើភេសជ្ជៈអាចប្រើលាបលើស្បែកមុខឬខ្លួនប្រាណដើម្បីជួយថែរក្សាស្បែកឲ្យទន់រលោងការប្រមានសុខភាពអត្ថប្រយោជន៍ទាំងអស់ខាងលើភាគច្រើនមកពីការប្រើប្រាស់តាមបែបប្រពៃណីនិងព័ត៌មានពីប្រភពអនឡាញវាមិនមែនជាការណែនាំពេទ្យឬការធានាព្យាបាលជំងឺទេមុននឹងប្រើស្លឹកត្រចៀកក្រាញ់សម្រាប់ប្រតិកម្មពេទ្យឬជំនួសការព្យាបាលពេទ្យសំខាន់សូមប្រឹក្សាជាមួយគ្រូពេទ្យឬអ្នកជំនាញថ្នាំប្រពៃណីជានិច្ចប្រសិនបើអ្នកមានជំងឺកំពុងព្យាបាលមានអារម្មណ៍អាឡែហ្ស៊ីរុក្ខជាតិឬកំពុងមានផ្ទៃពោះសូមប្រុងប្រយ័ត្នជាពិសេសសូមអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់ពីដើមដល់ចប់ប្រសិនជាបងប្អូនចូលចិត្តសូមជួយចុច Subscribe ឬចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗនិងជាការផ្ដល់កម្លាំងចិត្តដល់នាងខ្ញុំធ្វើវីដេអូបន្តទៀតសូមអរគុណ